Bà chỉ từ bố dương cho được download cầm thí và DMSS. Ok. Chẳng download máu và nó DMSS đi. Hoặc là download bằng máu. Ok, anh ấy nhầm vào lời iPhone á, vào lời iPhone bằng ôn choក្នុងApp Store.ក្នុងAndroid ក្នុង Play Store បានយក Open មកយកពាក្យ Hello ទៀតបាទហើយយើង Pick មួយហើយយើងយកពាក្យ Next បាទតោះមកនេះគំរូរបស់វាបងប្អូនអស់មកឆ្វេងមកបាទអស់វាមកខាងឆ្វេងមកមិនចុចអីទេអស់មកហើយយកពាក្យ Start Now អូខេអញ្ចឹង Start Now កន្លែងនេះយើងវាយពាក្យអូខេមកហើយយក Cambodia បាទយើងយកពាក្យ Cambodia មក CAMBO អូខេនេះចុចមកអូខេ Cambodia អញ្ចឹងយើងយកអូខេនេះអូខេខាងលើនេះមកបន្តមកយើងបង្កើត account យកពាក្យ sign up បង្កើត account ថ្មីណាយកពាក្យ sign up ហើយកន្លែងនេះយើងអាចវាយលេខទូរស័ព្ទយើងចូលមកអញ្ចឹងលេខទូរស័ព្ទបងប្អូនដាក់0ខាងក្បាលផងណាបាទ089ហ្នឹងមកហើយកន្លែងនេះយើងវាយលេខ password បង្កើត password ខ្លួនឯងទៅបងប្អូនដាក់8ខ្ទង់អីចឹងទៅឲ្យចាំហើយយកពាក្យ verification code បាទអញ្ចឹងចាំបានស្ទុះវានឹងផ្ញើលេខកូដមកហើយតែមុននឹងផ្ញើកូដវាអាចឲ្យយើងបំពេញតាមចន្លោះនេះអញ្ចឹងវាឲ្យយើងនេះ select លើគំរូរូប4ជ្រុងនេះមកអញ្ចឹងមើលរូបណាមាន4ជ្រុងហ្នឹងបាទត្រីកោណ4ហ្នឹងការ៉េ4ហ្នឹងយើងចុចមកតាមគំរូណាអញ្ចឹងយើងចាំបានស្ទុះវានឹងផ្ញើលេខកូដមកហើយបាទអានេះមើលលើទូរស័ព្ទណាដែលបងប្អូនវាយបញ្ចូលលេខហ្នឹងណាបាទវានឹង message មកលើទូរស័ព្ទដៃបងប្អូនកាន់ចាំបន្តិចមកបាទលេខកូដមកអញ្ចឹងលេខកូដហ្នឹងកុំយូរពេកទេបងប្អូនកុំឲ្យអស់នាទីណាបាទអូខេអញ្ចឹងកន្លែងនេះយើងយកពាក្យ hello បាទយកពាក្យ hello មក got it កន្លែងនេះបងប្អូនយក cancel មកណាបាទយក cancel មកបាទចុច cancel ហើយយើងយក add device យើងយកពាក្យ allo ដើម្បីបើកមុខងារកាមេរ៉ាអញ្ចឹងបាទយើងដំឡើង app បានជោគជ័យហើយ iCam Solution for Customer បាទអញ្ចឹងមកឈុតយើងហ្នឹងមានតែប៉ុណ្ណឹងបងប្អូនមើលកន្លែងដាក់ memory មកនៅកន្លែងនេះយើងវល់នៅលើ LAN តិចណោះនៅលើ LAN ហ្នឹងនេះវាមានកន្លែងស្នាប់វាស្នាប់ហ្នឹងតវាយើងតឹងតិចណាបងប្អូនតើអីឆ្កឹះតិចណាខ្ញុំវិញយកបន្ទាត់នេះយកបន្ទាត់ឆ្កឹះបានចេញណាយើងការពារទឹកណាអញ្ចឹងស្នាប់ពី2ជាន់ណាមកបោកចេញជាមួយយ៉ាងដាច់បាទយើងផ្ទះអត់ចូលទឹកទេណាបាទការពារទឹកបានល្អឃើញអញ្ចឹងនេះមកយក memory មកបងណា memory វាដាក់តាមរូបរាងហ្នឹងមកអូខេបច្ចេកហ្នឹងដាក់មកខាងឆ្វេងមកណាអញ្ចឹង slot ហ្នឹងវាមានកន្លែងដាក់ memory មួយមានកន្លែងប៊ូតុង reset មួយអញ្ចឹងពេលដាក់ចូលបងប្អូនស្កត់វាលើប៉ក់តែលើប៉ក់ចូលហើយខាងពីនេះវាមានកន្លែងប៊ូតុងមួយយើងត្រូវការ reset ណាអានោះ reset ពេលណាដែលយើងចង់ដូរ Wi-Fi ដូរ password ណាហើយក្រោយតែដូរទៅដាច់ទេដាច់កាមេរ៉ាអញ្ចឹងតើយើង reset ហើយគឺការភ្ជាប់វាឡើងវិញបាទពេលអញ្ចឹងដាក់ចូលមកវិញមកកាមេរ៉ាផ្សេងវាប្រើខ្ចៅមួយណានេះទៅស្នាប់សកត់យកមកការពារទឹកបានដូចគ្នាណាអូខេអញ្ចឹងដាក់វាណែនទៅបន្ទាប់មកយើងធ្វើការដោតភ្លើងអញ្ចឹងខ្សែយើងវាមានមួយខ្សែ network មួយខ្សែដោតភ្លើងខ្សែ network នេះសម្រាប់យើងភ្ជាប់ខ្សែកន្លែងយើងដាក់ទីតាំងកាមេរ៉ាណាឆ្ងាយខ្សែអត់ដល់អី Wi-Fi ចាប់អត់ដល់ទេយើងប្រើខ្សែហ្នឹងមកតែដល់យើងធ្វើការដោតភ្លើងមកយើងដោតភ្លើងមកយើងបាទឃើញភ្លើងក្រហមណាអញ្ចឹងយើងរងចាំវាបន្តិចទៅដើម្បីឲ្យកាមេរ៉ាវាដំណើរការចាំទុកទៅវាពងកន្លងពេកអូខេ
ចឹងសម្រាប់ទីតាំងយើងនៅចិត្តចាំ Wi-Fi ដល់យើងអាចតាមរយៈ Wi-Fi wireless ហ្នឹងទៅតែបើសិនទីតាំងយើងនៅចំកម្លាំងកាមេរ៉ានោះវានៅរៀងឆ្ងាយចឹងយើងអាចប្រើខ្សែ network មួយហ្នឹងបាទពុតខ្សែទីដុំ Wi-Fi ភ្ជាប់មកកាន់កាមេរ៉ាហ្មងទៅអញ្ចឹងវាឡើងភ្លើងចេះឡើងភ្លើងពណ៌ green នេះបងតងចឹងអាហ្នឹងកាមេរ៉ាយើង online ហើយចឹងឡើងភ្លើងចឹងយើងអាចយកទូរស័ព្ទមកចឹងយកទូរស័ព្ទយើងបើក app DMSS បាទចឹងចុចលើ app ហ្នឹងមកចុចលើ app មកបងប្អូនយកពាក្យថា app device ចឹង app device មកយើង scan QR code នៅលើកាមេរ៉ាហ្នឹងមកបាទ scan point ចឹងមកអញ្ចឹងកន្លែងនេះវាមានពីរមួយភ្ជាប់តាម Wi-Fi មួយទៀតខាងក្រោមនេះភ្ជាប់ខ្សែបាទតែឥឡូវយើងភ្ជាប់តាម Wi-Fi អញ្ចឹងយើងយកខាងលើវិញបាទភ្ជាប់តាម Wi-Fi ហើយយកពាក្យ next មកអញ្ចឹងវាសួរជាងណាកាមេរ៉ាឡើងភ្លើង green ហើយយើងចុច next ហើយចុចពាក្យ low ហើយយើងយក enable permission មកខាងក្រោមមកអញ្ចឹងកន្លែងនេះយើងភ្ជាប់ Wi-Fi ហើយយើងត្រូវដាក់ password ដាក់ password Wi-Fi យើងណា password Wi-Fi កាមេរ៉ាយើងអត់ support Wi-Fi ទេអញ្ចឹងបងប្អូនប្រើ Wi-Fi 2.4 ធម្មតាណាបាទភ្ជាប់ Wi-Fi ជីអត់ដើរទេយើងទៅពាក្យដើរមកចុច next អញ្ចឹងរងចាំបន្តិចទៅវានឹង config device software ក្រោយនេះ update ដើរលឿនក្រុមហ៊ុន update ឲ្យថ្មីដើរលឿនអញ្ចឹងយើងរងចាំវាបន្តិចទៅកន្លែងនោះដែរបងប្អូនពេលភ្ជាប់នៅចិត្តយកកាមេរ៉ាដាក់នៅចិត្ត Wi-Fi ក៏ដាក់នៅឆ្ងាយពេកណាអូខេអញ្ចឹង 100% ហើយ success កន្លែងនេះយើងអាចដូរឈ្មោះកាមេរ៉ាបានឧទាហរណ៍យើងដាក់ IPC 01អញ្ចឹងទៅហើយចុចពាក្យដាំចុចដាំហើយយកពាក្យ next អូខេអញ្ចឹងយើងភ្ជាប់ជោគជ័យហើយកន្លែងនេះ flip image បើយើងចុចបើគឺវាបានតែកាប់រូបណាហ្នឹងហើយកាប់ផ្ដេកយើងចុច like flip image ហ្នឹងតែបើសិនជាយើងអត់ចង់កាប់ទេបាទយើងបិទបុកយើងវិញដូចដើមមកបាទហើយកន្លែងនេះ audio record ណាយើងថតជា audio តែខាងក្រោមនេះយើងត្រូវដូរ time zone វានេះខាងក្រោមនេះ time zone នេះយើងដូរវាបាទចុចលើ time zone ហ្នឹងមកបាទអញ្ចឹងយើងរកមើលពាក្យថា Hanoi Tokyo អីហ្នឹងបាទនេះខាងក្រោមនេះបាទយើង select លើហ្នឹងមកហើយយកពាក្យដាំហើយ share វិញបាទនេះយើងចុច get start ដើម្បីដំណើរការកាមេរ៉ារបស់យើងអញ្ចឹងសម្រាប់ memory ថ្មីដែលវា detect មក detect មកលឿនមកអញ្ចឹងសម្រាប់ memory ថ្មីបងប្អូនចូលកន្លែង setting ចូល setting ខាងលើនេះដើម្បីយើងទៅ format memory សិនណាបាទដាក់ click format អញ្ចឹងយកពាក្យ recording មកអញ្ចឹងយក format មួយមកបាទ memory ថ្មីត្រូវទាមទារ format បាទហើយចុចពាក្យ format អូខេ format ជោគជ័យហើយបាទអញ្ចឹងវាមានពាក្យ normal មិញគឺអូខេអញ្ចឹងកន្លែងនេះយើងចុចនិយាយណាចុចនិយាយកន្លែង microphone ចុចនិយាយពីកាមេរ៉ាកន្លែងនេះយើងចុចនិយាយតែខាងក្រោមនេះកន្លែង playback មើលសកម្មភាពឡើងវិញបងប្អូនមើលសកម្មភាពជិះខាងក្រោមមកកន្លែង playback ហ្នឹងអញ្ចឹង playback កន្លែងនេះ event អញ្ចឹងកន្លែងនេះវាសកម្មភាពណាពេលណាវា detect មកយើងចង់មើលកន្លែងហ្នឹងបានឆាប់រហ័សវា detect វា load មកកន្លែងហ្នឹងឲ្យតែមានណាគេដើរកាត់អីវា load មកកន្លែងហ្នឹងអញ្ចឹងយើងមើលលឿនខាងលើនេះដាក់ថ្ងៃខែយើង select មើលថ្ងៃខែណាដែលយើងចង់ playback មើលឡើងវិញមានថ្ងៃមានម៉ោងសេរីតាមហ្នឹងទៅហ្នឹងហើយហើយឧទាហរណ៍យើងចង់ download ចុចលើអា clip ហ្នឹងមកហើយយើងសេរីមើលទៅម៉ោងណាដែលយើងត្រូវ download បាទនេះយើង record បានតិចទេបាទទៅជាប់នេះ record បានតិចទេហ្នឹងហើយ
ចឹងឧទាហរណ៍ថាយើងចង់ download ប៉ុណ្ណេះណាទៅក្របប៉ុណ្ណឹងមកវា download ហើយអញ្ចឹង allow full access មកវាចូលទៅក្នុង album របស់កាមេរ៉ារបស់យើងហើយយើងបាត់ទៅមើលក្នុង album ទៅឃើញហើយ iCam Solution for Customer